បងប្អូនអរគ្នាធ្លាប់ទៅប្រទេសម៉ាឡេស៊ីនិងឥណ្ឌូនេស៊ីគេដាំស្មៅរហូតដល់រាប់សិបហត្តាប៉ុន្តែឥឡូវមាននៅប្រទេសកម្ពុជាយើងហើយនៅក្នុងនេះគឺជាចំការស្មៅដែលគាត់ដាំដុះសម្រាប់លក់ណារហូតដល់4ហត្តាហើយផលិតជាផ្អកស្មៅគ្រប់គ្រងទៅឲ្យម្ចាស់កសិដ្ឋានគោនៅក្នុងប្រទេសកម្ពុជាយើងចន្លោះពី40តោនឡើងទៅក្នុងមួយខែហើយគាត់និយាយថា40តោនហ្នឹងគឺឲ្យគ្រប់តម្រូវការដែរណាគេអាចកំងទិញរហូតដល់ជាង100តោនហ្នឹងប៉ុន្តែគាត់អាចគ្រប់គ្រងបានចង់ដឹងថាគាត់ដាំស្មៅមិនបានទិន្នផលខ្ពស់ហើយផលិតផ្អកស្មៅមិនទៅមានគុណភាពល្អដែលមានការបញ្ជាទិញរហូតដល់រាប់រយតោនក្នុងមួយខែតោះទៅជួបបងរ៉ាដាទាំងអស់គ្នាជំរាបសួរបងរ៉ាដាបាទជំរាបសួរអូមកមានញឹកមែនតើចាថ្ងៃនេះធ្វើផ្អកប្រហែលគីឡូច្រកផ្អកនេះប្រហែលគីឡូផ្គងកាន់ទីផ្សារថ្ងៃនេះប្រហែលជា3តោនជាងអូ3តោនជាងចាហើយគេបញ្ជាទិញតែមកអ្នកឬក៏ច្រើនកសិដ្ឋាន3តោនហ្នឹងអូបើការបញ្ជាទិញវិញតាមកន្លែងហ្នឹងប្រហែលជា20តោនទេមកកន្លែង20តោនចាប៉ុន្តែនេះយើងធ្វើពីចការនេះហើយយើងយកទៅតាប់ទុកយើងយកទៅស្តុកនៅឃ្លាំងយើងនៅឃ្លាំងសិនអូបន្ទាប់មកដល់គេទៅការដល់ថ្ងៃគេបញ្ជាទិញយើងដឹកឲ្យគេហ្មងបាទប្លែកបងប្អូនខ្ញុំអត់ដែរនឹកស្មានថានៅខ្មែរយើងមានអ្នកធ្វើមកឲ្យបងធ្វើឡើងស្កាត់ស្ងាត់បងដាំស្មៅឲ្យផលិតជាផ្អកនេះប្រហែលឆ្នាំហើយយូរឆ្នាំដែរហើយបាទគំនិតនៃការផលិតផ្អកមានថាយើងដាំហើយមិនមែនព្រោះថាអាជីវកម្មរបស់បងមិនមែនតែមកតង់ទេដាំហើយត្រូវយកមកផលិតទៀតចេញជាផលិតផលសម្រាប់បានយើងផ្គត់ផ្គង់ឬក៏ចែកចាយទៅកាន់កសិដ្ឋានផ្សេងអានោះយើងបានកំណត់មកពីណាឬក៏ពីផ្ដើមចេញមកពីណាទៅចេញជាកំណត់អាជីវកម្មមួយនេះអាជីវកម្មមួយនេះដោយសារស្មៅយើងផ្គត់ផ្គង់សម្រាប់សត្វខ្លួនឯងវាលើសតម្រូវការរបស់យើងខ្លួនឯងដល់អញ្ចឹងទៅមានកសិដ្ឋានចំគូសាច់ពីច្រើនចាគាត់ខ្វះស្មៅគាត់មានបច្ចេកទេសក្នុងការចិញ្ចឹមគោប៉ុន្តែគាត់អត់មានផ្ទៃដីឬក៏គាត់អត់មានពេលในការដាំដុះស្មៅអញ្ចឹងគាត់តាក់ទងមកយើងដើម្បីឲ្យយើងផ្គត់ផ្គង់ស្មៅឲ្យគាត់អញ្ចឹងក៏បែរទៅជាគំនិតចេញជាអាជីវកម្មមួយនេះបាទមិនដែរជឿថាវាអាចរីកចម្រើនដល់ថ្នាក់ហ្នឹងទេបាទចាដំបូងឡើយសង្ឃឹមថាខ្លួនឯងលក់បានមួយខែប្រហែលតោនដំបូងឡើយដូចអត់ដែរគិតដល់ការលក់ចេញទេចាដល់ពេលបច្ចុប្បន្ននេះអត់មានស្មៅលក់ឲ្យគេវិញមានគេតាក់ទងមកច្រើនមែនទែនតែយើងដូចអត់ទទួលដោយសារយើងមានតែដៃគូតែ2-3កសិដ្ឋានទៅយើងគ្រប់គ្រងឲ្យគាត់អត់តន់ផងចាចេះបងមួយថ្ងៃនេះផលិតបាន3តោនហើយតែបងថានៅតែអត់គ្រប់ទៀតចង់ដឹងថាមួយខែតាមការបញ្ជាទិញបើយើងសរុបទៅអាចថាខ្ទង់ប្រហែលតោនដែរមួយខែប្រហែលជា30ទៅ40តោន30ទៅ40តោនបងប្អូនចាហើយប៉ុណ្ណឹងគ្រប់ឲ្យគេទេឬក៏អត់គ្រប់ទេអញ្ចឹងមានថា40តោនហ្នឹងគឺទាបបំផុតហើយបាទបើតាមតែគេបញ្ជាទិញអាចដល់ប៉ុណ្ណារាប់រយតោនអូបងប្អូនហើយដល់ថ្នាក់ហ្នឹងច្រើនណាបងច្រើនខ្ញុំអត់ដែរគិតថាព្រោះខ្ញុំអ្នកធ្វើខាងកសិកម្មបងខ្ញុំមើលរំលោខ្ញុំគិតថាម្ចាស់កសិដ្ឋានគោទូទៅតែគេចិញ្ចឹមគោគេដាំស្មៅខ្លួនឯងតាមពិតអត់ទេគាត់ទៅការទិញគាត់ត្រូវការទិញបច្ចុប្បន្នដាំប្រហែលហត្តាបច្ចុប្បន្នផ្ទៃដីសរុបហើយ4ហត្តា4ហត្តាអូបងប្អូនហើយ4ហត្តាហើយអត់គ្រប់ទៀតហើយស្មៅនេះมันតិចទេណាបងតែបងប្អូនបានឃើញស្មៅហ្នឹងអញ្ចឹងអាហ្នឹងវាដើមវាធំហើយវាវែងទៀតអាហ្នឹងពូជអីគេបងពូជ Super Napier ពូជ Super Napier តែតាមដឹងពូជស្មៅដែលគេយកមកធ្វើផ្អកហ្នឹងមានច្រើនហើយតែបងជ្រើសរើសយកពូជហ្នឹងវាឲ្យទិន្នផលខ្ពស់ហើយប្រូតេអ៊ីនវាក៏ល្អដែរអញ្ចឹងមានថាបងស្រាវជ្រាវអីដឹងរួចអស់ហើយបានយើងជ្រើសរើសយក Super Napier ចាហើយមួយទៀតបងយើងចង់ដឹងថាតើលក់ទៅកាន់ទីផ្សារតម្លៃយ៉ាងម៉េចដែរផ្អកដែលយើងធ្វើហើយច្រកបេមកស្អាតបែបនេះតម្លៃ20ធម្មតាជាទៅដៃគូរបស់យើងហ្នឹង280000ស្មើ$70 $70មួយតោនហ្នឹងដៃគូបាទដៃគូអូគឺយកច្រើនអញ្ចឹងទៅយកម្ដង10តោនជាង20តោនអញ្ចឹងមួយតោន$70ចាអាហ្នឹងមានរដូវកាលធ្លាក់ថ្លៃឡើងថ្លៃដូចកសិផលអីផ្សេងទៀតដែរអត់បងវាជាធម្មតាអត់ធ្លាក់ថ្លៃទេគឺតម្លៃវាគឺថេប៉ុណ្ណឹងគឺប៉ុណ្ណឹងមួយតោនប៉ុន្តែបើសិនជាខែវស្សាវាទងន់ស្មៅវាកើនឡើងអូអាហ្នឹងយើងចំណេញ3គីឡូវិញយើងចំណេញអាហ្នឹងវិញចាអញ្ចឹងខែវស្សាមានថាបងអាចថាយើងផលិតឲ្យបានច្រើនជាងខែប្រាំងបាទតែខែប្រាំងយើងចុះសហួយច្រើនណាបងខែប្រាំងវាកាត់បន្ថយផលចំណេញបាទចាប៉ុន្តែដោយសារយើងរៀបចំប្រព័ន្ធគ្រប់គ្រងទឹកបានល្អត្រឹមត្រូវអញ្ចឹងយើងចំណាយតែម្ដងវាឲ្យផលទៅរហូតហើយយើងមិនបាច់ចំណាយព្រោះរាល់ថ្ងៃយើងអត់មានចំណាយប្រេងបូមទឹកទេបាទយើងប្រើសូឡាយើងប្រើសូឡាអញ្ចឹង4ហត្តាហ្នឹងគឺ
ប្រើសូឡាទាំងអស់ បាទប្រើសូឡាទាំងអស់ អូចាអញ្ចឹងយើងកាត់បន្ថយការចំណាយបើតែសូឡាយើងចំណាយពីដំបូងមែន បាទចំណាយម្ដង តែយើងប្រើបានយូរ ប្រើបានច្រើន ចា ឆ្នាំ ប្រើបានច្រើនមួយទៀតបងប្អូនប្រកាសចង់ដឹងហើយថាតើផ្អករបស់បងនេះវាមានលក្ខណៈពិសេសយ៉ាងម៉េចបានជាម្ចាស់កសិដ្ឋានធំមានការប្រជាទិញច្រើនរហូតដល់មួយខែរាប់រយតោននោះ បាទ យើងធ្វើម៉េចបានយើងអាចតាក់ចិត្តគាត់បាន តាក់ចិត្តគាត់បានដោយសារយើងរក្សាបាននៅគុណភាព ចា គុណភាពយើងរក្សាបានតាំងពីដើមរហូតដល់ចប់មានន័យថាស្មៅយើងដែលយើងដាំហ្នឹងវាមានគុណភាពហើយអាហ្នឹងយើងមិនតអាចនិយាយដល់ការវេចខ្ចប់ ចា យើងនិយាយពីដាក់គុណភាពស្មៅដើមសិនអញ្ចឹងនៅពេលដែលយើងដាំហ្នឹងវាស្មៅយើងវាល្អវាស្បូរវាមានគុណភាពល្អហើយបន្ទាប់មកយើងវិលមកការវេចខ្ចប់យើងមានម៉ាស៊ីនធំអាចកិនទៅវាបានម៉ត់ល្អ អូ បាទ អូអញ្ចឹងអាការដែលយើងកិនបានម៉ត់ល្អមិនម៉ត់ល្អហ្នឹងក៏វាពាក់ព័ន្ធជាមួយនឹងការផលិតផ្អកហ្នឹងដែរ បាទ អូ បើយើងអត់មានម៉ាស៊ីនធំទេការកិនមកយើងអត់ម៉ត់ទេ អត់ម៉ត់ទេ បាទអត់បានម៉ត់ល្អទេ ចា អញ្ចឹងណា អូបងប្អូនមិនដូចដើមអំពៅបង បាទ ដើម អាហ្នឹងវាមានសារជាតិផ្អែមនៅក្នុងដើមមកវា ចា បាទមានសារជាតិផ្អែមដែរ ចា ហ្នឹង អញ្ចឹងតតែម៉ត់ល្អអញ្ចឹង បាទ យើងយកមកផលិតជាផ្អក បាទ ក៏ល្អទៅតាម គោវាស៊ីច្រើន ចា បើអត់ម៉ត់គោវាអត់ចង់ស៊ីទេ ចាតែអីគេខ្លះបងធំនឹងដូច អានេះអត់តបានដាក់អីទេ តែមិនដាក់អីហ៎ បាទដល់ពេលដែលយើងច្របបេរួចអស់ហើយបានយើងដាក់សារធាតុចិញ្ចឹមដូចមានស្ករមាន មានស្កររងូ បាទមានស្កររងូ អូ លាយជាមួយទឹកហើយនឹងមានម្សៅប្រូតអ៊ីនតិច តែយើងដាក់ជ្រូចលើវាទៅ បាទរួចលើវាបន្តិចទៅ ហើយយើងផ្អាប់ប្រហែលខែទើបយើងអាចលក់បាន យើងផ្អាប់ ទីផ្សារ ត្រឹមមួយសប្តាហ៍ មួយសប្តាហ៍ បាទ មួយសប្តាហ៍ មួយសប្តាហ៍វាឡើងប្រូតអ៊ីនដល់កម្រិតហើយ ចា អញ្ចឹងគ្រាន់តែបើកបេមកវាឈ្ងុយ អូ អញ្ចឹងគោវាចង់ស៊ី ចា បាទ ចាហ្នឹងលក្ខណៈពិសេសរបស់បងថាយើងមិនចេះតែដាំ ហើយយើងស្តុកវានៅក្នុងយើងមានឃ្លាំងស្តុកត្រឹមត្រូវយើងអត់ដាក់ហាវាលទេតែកាលណាដាក់ហាវាលវាខូចគុណភាពស្មៅដែរវាធ្លាក់ចុះដែរ អូ ហ្នឹងហើយ អញ្ចឹងទៀតបង បាទ ដាក់ហាវាហ្នឹងមិនមែនថាគ្រាន់តែយើងបញ្ឈរវាចោលគ្រប់ទុកនៅក្នុងរោងក៏អត់បានដែរតើទៅក្នុងបន្ទប់បិទចិត្តទេឬក៏ អត់ទេនៅក្នុងឃ្លាំងដែលមានដបូលអីត្រឹមត្រូវកុំឲ្យវាត្រូវកម្ដៅថ្ងៃអញ្ចឹងណា និយាយទៅកុំឲ្យទៅត្រូវកម្ដៅថ្ងៃ បាទ khi ទៅត្រូវកម្ដៅថ្ងៃគឺ ធ្លាក់គុណភាព ធ្លាក់គុណភាពភ្លាម បាទ អូចេះបងប្អូនអានឹងតិចនិចល្អអ្នកដែលចង់ធ្វើខ្លួនឯងណាក៏អាចធ្វើបានដែរប៉ុន្តែទៅប្រកាសថាយើងទុកដាក់ឲ្យបានស្រួល បាទ ជុំមានកត្តាអីផ្សេងដែលធ្វើឲ្យគុណភាពនៃបកស្មៅនឹងវាថយចុះទៀតទេបង មានកត្តាជាច្រើនការលាយផ្សំគ្រឿងផ្សំរបស់វាអត់ទៅតាមស្តង់ដារមានន័យថាយើងអាចយើងអ្នកខ្លះគាត់ចង់បានចំណេញច្រើនគាត់កាត់បន្ថយស្កររងូហើយគាត់ដាក់ទឹករៀងច្រើនដល់អញ្ចឹងទៅវាខុសគុណភាពដែរបាទ អូ មាន អញ្ចឹងគេមាន លាយ ស្ត ផ្ ង់ សំ ដារ មក គេទៀតអញ្ចឹងដូចថា1ការ៉ុងអញ្ចឹងបន្ទាប់ពីបងលាយមានស្កររងូមានស្មាមានម្សៅប្រូតអ៊ីនមានទឹកហើយយើងចាក់ចូលក៏យើងត្រូវដាក់ថានៅក្នុងបរិមាណប្រមាណនៅក្នុង1ការ៉ុងដែរ បាទ អូចា จะមានຂະຫນາດវល់របស់យើងត្រឹមត្រូវអញ្ចឹងណាមិនចេះចាក់តាមការស្មានទេ ចាហើយរយៈពេលនៃការទុកដាក់បងបើថាឧទាហរណ៍ថាម្ចាស់កសិដ្ឋានក៏យកទៅក៏ទុកយូរអាចថយគុណភាពអត់ អត់ទេកាន់តែយូរកាន់ល្អ អូ អាហ្នឹងទុកបានដល់6ខែធ្វើម៉េចកុំឲ្យវាចូលខ្យល់ ចា បាទកុំឲ្យវាលហែកថង់លហែកបេតែសារក្នុងនេះយើងមានដាក់ថង់ផ្លាស្ទិកមួយជាន់នេះ ចាអូមួយការវេចខ្ចប់របស់គេបងប្អូន ហើយយើង ចំណៃគោមែនប៉ុន្តែយើង ហើយយើងបឺតខ្យល់មួយសារទៀត បើកខ្យ យើង ល់ មាន ទៀ ម៉ា ត ស៊ីនបឺតខ្យល់វាចេញទៀតអញ្ចឹងណាបាទមិនយក បើយើងគាត់ថាចងមាត់វាទៅមិនបងអានោះ គាត់ចង់មកវាមានខ្យល់នៅក្នុងហ្នឹងវាមានខ្យល់នៅក្នុងហ្នឹងវាក្រកាច់មេ ចា ក្រកាច់មេ គោកាច់មេគោមានក្លិនហ្នឹង បាទមានក្លិនអាមញ៉ាខ្លាំងអញ្ចឹងវាឈួលបាទ ចា អញ្ចឹងយើងបឺតខ្យល់ហ្នឹងឲ្យអស់ទៅដល់កម្រិតវាខ្យល់ហ្នឹងវាកើនឡើងខ្លួនឯង ចា កើនចេញពីក្នុងស្មៅហ្នឹងទៅ ចា វាធ្វើឲ្យស្មៅឡើងប្រូតេអ៊ីនខ្ពស់ជាងការយើងអត់បឺតខ្យល់ ចាបងចាអាចប្រូតអ៊ីនដល់ប្រហែលបងបកស្មៅហ្នឹងអាពេលដែលយើងផលិតបានទទួលបានជោគជ័យ100%ហើយ វាអាចឡើងដល់8%បាទស្មៅយើងធម្មតាស្មៅស្រស់តែយើងអត់ទាន់កិនផ្អាប់វាត្រឹម6% ចា បាទ ដល់ពេលយើងធ្វើផ្អកទៅវាឡើង បាទវាឡើងត អូអញ្ចឹងបានគេចិត្តថាយើងចំណាយពេលធ្វើផ្អកទៅបានគោស៊ីហ្នឹងក៏វាឡើងសាច់ បាទវាឡើងប្រូតេអ៊ីនលឿន ចាហើយមួយទៀតបងថាលក្ខណៈពិសេសហ្នឹងគឺយើងវិខ្ចប់បែបនេះអញ្ចឹងដូចបងប្អូនបានដឹងហើយថាការវិខ្ចប់ហ្នឹងយើងមិនមែនចេះតែច្រកទេគឺត្រូវតែច្រកមានថងពីក្នុងហើយព្រោះយើងត្រូវចាក់ទឹកទៀតទេ បាទ ហើយយើងត្រូវបឺតខ្យល់ទៀត បាទ ចាហើយបើសិនមកកសិករក៏ធ្វើតាមផ្ទះអត់មានបឺតខ្យល់បឺតទេអានោះទាត់បានយូរមែនបងឬក៏មិន ទុកវាបានយូរប៉ុន្តែការប្រូតេអ៊ីនរបស់វាក៏វាអត់សូវខ្ពស់ដូចយើងធ្វើតាមស្តង់ដារត្រឹមត្រូវដែរអញ្ចឹង ចាបងប្អូនឆ្ងល់ហើយដូចខ្ញុំដែរថាអានេះបងថា
bỏ nắng cứ thời cô xí cho thằng là bị con sạch xem xí bạn ạ nó xí bán chợ về chiêm miền chụp prey ấy cô cái do năng này chụp cái đòn dừng chà bà liền với cái chỗ tới xí rồi bà bông bỏ tam phân men ta cô tê ta đây cái xí đẹp smile nắng đấy xí tiền bà chà tại vì slack cho nó chà thấy cân đây một chừng nào còn mấy đấy ở đấy bỏ thằng đam trâu mà bỏ thằng đam trâu rồi PVC slack à chà ý mà giang đây bông ổn chà slack chết cái đốp thời vì cho chân xì cái đốp nè trong cái đốp chà để trong cái đốp dân cô tại Nam mà nâng đại bộ bà nằm quất đó nè trong cái đốp sân bà điện trong cô hay miền cái đốp tiếp tục lẩu chà trên này vì chà món tia xí đúng không chà bông chà bông ở mà dạ ca này ca ở trong cắt mùa chỉ vật cam đi khơi khai viên mạch đài ở biệt thiệp mùa chỉ vật cam phải nhưng chưa thợ bông một hai chỉ cho bộ xi muốn màu bột xi này chà cái miền này lọ ta sầm khăn dân đăng bị chạy cái gì người ta thay tóm á cả ai Paul bao biết cô biết lọ tạm đằng này cho nó chà bà ở sân bay này bông bà tam bông trong căn cả lông màu đây mà hạt tai chứ ai Paul của man tao rồi anh ấy chợ sá đành tên là Paul bao dương đại thơ ban chợ sá đành vì châu đò mà rồi tàu này mà rồi tàu bà mà rồi tàu nó cứ cặp mà đòn mền mà chăn nam mấy là bông bồn sao mà chăn nam nhưng cặp ban đó buôn đồ trong mà ta bị ác đó buôn rồi tàu bông bồn hai đứa phải để cho mà thôi trẻ ta bị sợ còn lâu có bị căng sợ thế kalau pe ni pernah ke pernah ngai bông bồn mày giang vì bố tha xem xét như người ta pe để dương cặp về mau dương cho mà thôi ấy xét vì ai sợ lâu ta ní ở tề cứ biết nơi thì chà ô như cháo nó bông bồn hay đâm mà đồ bông thượng đây đi bông mà sạch miền bọc con tập bọc con ấy chắc đâm mà đồ nhưng tụi một khoa bài mà chừng đâm mà đồ dương ai bọc mộ ban bay từ hẻm năm tam ca thay tôm từ bị dương cắt á bay từ pram năm ban vú nó bông bồn chà đi bông chắc đang ban bông mà nổi tàu này cái này cắt chốt lo bông vinh vợ chồng bà vì vợ chồng chà chứ đam tuần bỏng mà hát với ai trai tuần mà đam xem nhau mà hát bây giờ thưa ai ban lo sát mà hát ai trai đam tuần pram từ bờ mùi liền bà đam tuần nó từ lợi cái khả từ lợi ca phiêu rót đấy chà bà pui smile bà hay limu sạt bà hay bà tôi bây giờ đam hai đi thả ban phò mà đong đi bôngกับbông cái sốt nè ta ở dân thợ thay tôm ấy tiệt dân thợ trai việt lơ trai từ lơ ca thay tôm bía tao bị dân ca thái dân thợ bờ nè khá quạt phở tham banh banh sầm lập smile prey á bà bên đây cái lại dân dân ở phở tham sầm lập smile vì thưa ơi khôi bà khôi con hiệp đấy bà vì ở miền Ates com prang trong đây bà phụ sao là miền trở lên miền ấy nữa chẳng dân miền Opco vay đây dân miền Opco vay lấy đây là lược rồn chẳng dân phở năng bình chỉ luôn ở ca banh tham kimi chẳng bà chả năng dân thương mạn mà khai mà đó còn mày dân phở pe nhiều dân nơi ti tăng chợ sấy dân thưa pi khai mà đồ bà chẳng anh vậy tha môn năng trâu mà đó cứ dân thưa smile môn năng dân cắt mà đó nè vì bọn ấy bay khai dân cắt mà đồ bà bay khai cắt mà đồ chẳng smile prey nắng bờ sân dân thưa bàn sát pi khai bàn bia lụt mòn tịch dân thưa đầm đong tiến tới phải pi khai tiết bằng việc đột tiết chà chẳng dân tập bị đam hay dân trên này từ lời ca thưa smile ấy chi thế nào mới đã trả này đôi ọt miên này nè bà những đã ta chi là mua sát hay nó thay tom tật về bàn lò giống chắc mới thay chi là mua sẵn nó dân thua đây đam tầm đó dân đã tầm ở đâu đang tẩy thế dân cà pi đó dân thay biệt tiệt thôi thay đây chơi bồng chơi hàng này mình thay dân cắt về ở trái dân thay chi là mua sẵn bà chi là mua sẵn nó lên nâng chân tẩy hãy vì tầm ở đâu nâng té bay khai còi máu cứ dân cắt tiệt bà dân cắt hỏi lược hỏi dân bạch thay bia chà bây giờ mưa tam smile bây giờ bao bia nơi lụt lo lọ miền po kêu chẳng ngặt lõ chà chẳng bạch thái mày chăm cắt lược hỏi tiết chăm thèm chà chẳng tích đái bọn chút năm miền pra đây ăn miền pra thì bao sân vì miền salad xì chà chẳng dân phở năm ta cơ năm ấy vậy nè chà bà bọn đi ăn đi ấy ai dụ của man này phần này này dụ bay khai chiên nó dân chột bà đá chột bà đá này này bà dân chột đấy ôi bông này bà dân ăn coi dân cái thật đá ẩm pơ bà anh ấy chụp việc búa tại việc so mà ngày nhiều điên hả nè mơ dân lược mà bà anh ấy hay mình của mẫu khoa lực tim muối à mẹ này anh nó căn của mẫu phó căn là căn bùa mẹ đi ở miền này tha dân căn mà đón
លើកក្រោយវាដុះមកដើមកាន់តែច្រើន ដើមកាន់តែច្រើនទៀតវាបែកមេឃ បាទវាបែកគុំ ហើយបែកគុំបែកគុំបងប្អូនបែកគុំប៉ុន្តែកម្ពស់វាខ្ពស់បំផុតអស់ប៉ុន្មានបង ខ្ពស់បំផុតបើយើងទុករៀងយូរខែទេវាខ្ពស់ជាងនឹងតិច អូប៉ុន្តែនេះយើងដល់ពេលប្រមូលផល ដល់ពេលហើយបាទ ចាបងប្អូនហើយអញ្ចឹងបានវាមានប្រូតេអ៊ីនខ្ពស់នៃសារដើមវាដូចដើមអំពៅបងប្អូនឃើញមិនអញ្ចឹងនៅពេលដែលហាន់ហើយគឺដូចអំពៅបែបបាត់ចា បាទ គាត់ថាវាទូចជាង បាទបាទ តែជាមានជាតិប៉ែមហ្នឹង មានធ្លាប់ញ៉ាំដែរតាបាទខ្ញុំស្អាតដែរវាផ្អែមតែមិនផ្អែមដូចអំពៅឯងឡំដូចអំពៅខ្ចីអញ្ចឹងណាបាទអញ្ចឹងបានស្អាតវាចូលចិត្តអូ បាទតែបទពិសោធន៍បងគឺស្មៅនេះគឺជំរើសល្អបំផុតដែរណាអាពូជផ្សេងទៀត ពូជផ្សេងទៀតបើសម្រាប់ធ្វើអាជីវកម្មមានតែពូជហ្នឹងឯងល្អហ្នឹងហើយ ចា ព្រោះទិន្នផលវាខ្ពស់ជាងគេ ចាអញ្ចឹងបងប្អូននេះហើយគឺជាបទពិសោធន៍ដែលបងរ៉ាដាបានធ្វើពាក់ព័ន្ធជាមួយនឹងអាជីវកម្មដាំស្មៅផលិតទៅជាផ្អកចំណីសត្វហើយចំណីសត្វដែលខ្ញុំហ៊ាននិយាយហ្នឹងខ្ញុំមិនបងខ្ញុំថាចំណីគោបងប្អូនតែពិតមិនមែនតែគោទេតាំងពីពពែជាមជុកព្រៃបើត្រីក៏ស៊ីបានដែរ មន់ទា ចាល្អបើសិនបងប្អូនអ្នកដែលមានដីណាហើយប៉ាកែមានតំណែងជាមួយនឹងម្ចាស់កសិដ្ឋានធំដូចបងទៀតធ្វើត្រូវបងទៅត្រូវចាអមួយទៀតបងប្អូនថៃនិយាយមួយថ្ងៃហើយចង់បានពូជស្មៅនេះបងមានលក់ដែរអត់អូមានតា មានអាហ្នឹងលក់គិតមិនវិញ លក់គិតកង់បាទគិតតោនក៏បានគិតកង់ក៏បាន កង់មិនចឹងបង គិតកង់នេះមកកង់ហ្នឹងវាមាន3ថ្នាំង អូមកកង់មាន3ថ្នាំង បាទយើងកាប់ប៉ុណ្នេះទៅដើម្បីដាំអញ្ចឹង ចាហ្នឹងលក់មិនចឹង អាហ្នឹងលក់មកកង់80រៀល80 រៀលខ្មែរ80រៀលមានន័យថា មានន័យថាមកកង់800បាទ10កង់800 ចាហ្នឹងតោនក៏មានតោនកាប់ទាំងអស់ហើយគាត់យកកាប់ខ្លួនឯង អូហ្នឹងមកតោនប៉ុន្មាន មកតោន70រៀល តោន70រៀលចាអញ្ចឹងបងប្អូនដែលចង់បានពូជស្មៅ Super Napier អាចតាក់ទងបងរ៉ាដាបានហើយនៅវីដេអូក្រោយខ្ញុំនឹងនិយាយពីបច្ចេកទេសនៅក្នុងការដាំដុះបងប្អូនកុំភ័យថានិយាយមួយថ្ងៃហើយដឹងថាដាំមិនខ្មិចបងគាត់នឹងចែករំលែកជូនកុំភ័យថាដាំដុះមិនខ្មិចទើបអាចមហត្តាប្រមូលផលបានម្ដង40តោនយ៉ាងតិចហ្មង100តោនsorry 100តោនយ៉ាងតិចហើយកើនរហូតទៀតហើយធ្វើដីដាំតែម្ដងប្រមូលផលបាន3ទៅ5ឆ្នាំចាអញ្ចឹងជួបខ្ញុំនិងបងរ៉ាដានៅវីដេអូក្រោយ